ព័ត៌មានកីឡាជាបន្តទៀតនេះខេត្តកណ្ដាលជ្រើសរើសបានកីឡាករកីឡាការិនីឆ្នើមក្នុងកីឡាសិស្សមធ្យមសិក្សាត្រៀមប្រជែងមេដាយថ្នាក់ជាតិនាខែមិថុនាឆ្នាំ2025ទីអប់រំយុវជននិងកីឡាខេត្តកណ្ដាលបានជ្រើសរើសបានធនធានកីឡាករកីឡាការិនីឆ្នើមពីការរៀបចំប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯកខេត្តកណ្ដាលបន្ទាប់ពីដំណើរការរយៈពេល7ថ្ងៃនឹងបានបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃ28មីនាឆ្នាំ2025ជាមួយនឹងការរកបាននូវកីឡាករកីឡាការិនីឆ្នើមមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលនឹងត្រៀមបញ្ជូនចូលរួមប្រកួតប្រជែងមេដាយក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិក្រោមការរៀបចំរបស់ក្រសួងអប់រំយុវជននិងកីឡានាខែមិថុនាឆ្នាំ2025ខាងមុខលោកជេងសំអល់ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលបានបញ្ជាក់ថាការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្ដាលប្រចាំឆ្នាំ2024-25នេះគឺជាប្រភេទកីឡាដែលដាក់ឲ្យប្រកួតប្រជែងចំនួន5រួមមានកីឡាបាល់ទាត់បាល់ទះបាល់បោះនិងកីឡាអត្តពលកម្មនិងកីឡាប៊ូលប៉េតង់សរុបក្រុមចូលរួមមានចំនួន50ក្រុមក្នុងនោះកីឡាការិនី18ក្រុមសរុបរួមកីឡាការិនីចូលរួមទាំងអស់674នាក់អាដាមហាក់សុកមករាអភិបាលរងខេត្តកណ្ដាលគូបញ្ជាក់ថាការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ2024-25នេះគឺវាដើម្បីវាស់ស្ទង់នៅកម្រិតបច្ចេកទេសនិងជ្រើសរើសកីឡាករកីឡាការិនីឆ្នើមនិងមានទេពកោសល្យល្អមកប្រមូលផ្ដុំវឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំសិក្សា2024-25ខាងមុខអាដាមបន្ថែមទៀតថាវិស័យកីឡារបស់ខេត្តកណ្ដាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះគឺជាការយកចិត្តទុកដាក់ពីរដ្ឋបាលក្រុងស្រុកនិងគណៈគ្រប់គ្រងគឺស្ថានមធ្យមសិក្សាទាំងក្នុងខេត្តទាំងអស់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំនិងកីឡាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជាប្រមុខអាដាមបានលើកឡើងទៀតថាវិស័យកីឡាក៏ដូចជាការចូលរួមយ៉ាងសកម្មដើម្បីឆ្ពោះទៅការប្រកួតកីឡានានាដើម្បីរៀបចំផែនការប្រកួតកីឡាច្រើនប្រភេទនិងផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពីការអប់រំកាយនិងកីឡាក្រោមពាក្យស្លោកប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិតព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្តស្តង់ដារសាលារៀនគំរូផងដែរអាដាមឲ្យបាល់រងបានរំលេចថាយើងឆ្លោះបញ្ចាំងមកការប្រកួតរបស់យើងវិញឃើញថាក្មួយកីឡាករកីឡាការិនីទាំងអស់បានយកអស់ស្មារតីសាមគ្គីភាពយកមកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរទាំងសាមគ្គីភាពក្នុងក្រុមនិងរវាងក្រុមមួយទៅក្រុមមួយទៀតធ្វើឲ្យការប្រកួតនេះមានលទ្ធផលល្អគួរជាទីមោទនៈចំពោះក្រុមដែលមិនបានទទួលជ័យជំនះក្នុងការប្រកួតនេះពេលត្រឡប់ទៅវិញត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្តដើម្បីប្រកួតដណ្ដើមយកជ័យជំនះនៅឆ្នាំក្រោយទៀតឯក្រុមទទួលជ័យជំនះនាពេលនេះត្រូវស្គាល់ពីភារកិច្ចរបស់ខ្លួនគឺធ្វើតំណាងឲ្យក្រុមកីឡាករខេត្តកណ្ដាលដើម្បីទៅចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនាខែមិថុនាខាងមុខដូច្នេះគួយកីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីយកជ័យជំនះមកជូនខេត្តយើងខ្ញុំបាទលួនឯក TV5 Online News